ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់មកធ្វើ oyster ញ៉ាំ oyster អាំងណាបងប្អូននេះគ្រឿងមានជាខ្ទឹមក្រហមខ្ទឹមសម្ទេសហើយនឹងស្លឹកខ្ទឹមណាបងប្អូនហើយនេះគ្រឿងប៊ីចេងស្ករប្រេងខ្យងទឹកសៀងអីចឹងណាបងប្អូនយើងថែមជាមួយនឹងគ្រឿងហ្នឹងទៅហើយនេះoyster ធំល្អបងប្អូនហើយស្រស់ទៀតឃើញអញ្ចឹងគួរចង់ស្រក់ទឹកមាត់បងប្អូនតំណងណាហើយគ្រឿងហ្នឹងយើងទៅកម្ដៅប្រេងឆាឲ្យរៀងក្តៅតិចមកយើងយកមកចាក់ហើយកូរគ្រឿងឲ្យសព្វដូចហ្នឹងមកបងប្អូនគាត់តែឃើញគ្រឿងប៉ុណ្ណឹងក៏ចង់ញ៉ាំដែរពួកអីវាមើលទៅតំណងមានជាតិឆ្ងាញ់ចុងសប្តាហ៍បងប្អូនធ្វើញ៉ាំមើលអានេះឆ្អិនញ៉ាំបានច្រើនដូចឆៅញ៉ាំច្រើនអត់សូវល្អសម្រាប់សុខភាពម៉ានទេតែសម្រាប់ឆ្អិនវិញញ៉ាំច្រើនក៏អត់សូវមានបញ្ហាអីដែរគាត់តែឃើញគ្រឿងប៉ុណ្ណឹងក៏ចង់ញ៉ាំដែរបងប្អូនតែនៅនឹងមានក្លិនឈ្ងុយហើយឆ្ងាញ់ទៀតឥឡូវយើងចាប់ផ្ដើមយកគ្រឿងដែលយើងលេងមិញហ្នឹងយកមកដាក់ជាមួយនឹង oyster ហ្នឹងជាស្រ័យបងប្អូននេះដៃមកខាងកាន់ទូរស័ព្ទមកខាងដាក់គ្រឿងបងប្អូនអញ្ចឹងមើលទៅវារៀងឆ្កងតិចណាកាលពីមុនចូលចិត្តទៅទិញនៅកន្លែងគេលក់ដល់ពេលឥឡូវញ៉ាំធ្វើខ្លួនឯងម្ដងចង់ញ៉ាំរៀនធ្វើខ្លួនឯងព្រោះពេលជួនកាលទៅទិញអត់ដែលតាន់គេទៅដល់អស់រហូតចឹងរៀនធ្វើញ៉ាំខ្លួនឯងតំណងបងប្អូនធំល្អ oyster មានកម្មវិធីអីជួបជុំមិត្តភ័ក្តិអីចុងសប្តាហ៍តំណងបងប្អូនតន់ដាក់អាំងផងមើលទៅចង់ញ៉ាំអីឥឡូវមានជំនួយការមកឲ្យជួយកាន់កាមេរ៉ាឲ្យតិចឲ្យបានដាក់ខ្លួនឯងចឹងទៅវារៀងងាយស្រួលវាលឿនបន្តិចហើយយើងម្នាក់ឯងកាន់ទូរស័ព្ទមកខាងដៃដាក់គ្រឿងចឹងវារៀងពិបាកបន្តិចវារៀងយឺតដែរបងប្អូនតែបង្កើត channel ថ្មីចឹងបងប្អូនអញ្ចឹងវារៀងមើលទៅវាមិនទាន់ល្អបានល្អឥតខ្ចោះមកវារៀងសន្សំតិចចឹងណាបងប្អូនកុំប្រកាន់នេះបងប្អូនអធិស្ឋានផងដោយសារនេះទំចាប់ផ្ដើមអញ្ចឹងណាឥឡូវចាប់ដើមយកទៅដាក់ microwave យកទៅអាំងហើយតែ microwave អាំងមិនសូវរៀងមានសំណើមដូចអាំងខ្ជូងឯងបងប្អូនបើសិនតែយើងយកទៅអាំងខ្ជូងវាមានសំណើមហើយរសជាតិឆ្ងាញ់ជាងនឹងទៀត microwave ពេលដែលយើងយកទៅអាំងទៅវារៀងស្ងួតដែរបងប្អូន
ឥឡូវចាប់តាមអាំងហើយចាំតែប្រហែលនាទីឆ្អិនហើយបងប្អូនឥឡូវឆ្អិនហើយយកមករៀបដាក់ចានហើយមានអីតំណងបងប្អូនចង់ញ៉ាំណាគួរចង់ញ៉ាំមែនតើហ្មងណាត្រឡុកត្រលុនដល់ហើយញ៉ាំមួយម៉ាត់ទៅពេញមាត់ហ្មងបងប្អូននេះមានអីបងប្អូនដាក់ម្ទេសហើយពីលើថែមទៀតទៅចាប់ជាតិមែនតែនអរគុណបងប្អូនដែលបានទស្សនាវីដេអូ